បាទបងប្អូនមើលនៅលើដើមព្រីងទៅបាទឃើញខ្មៅបងប្អូនខ្ញុំបានទៅធ្វើការប៉ុន្តែសម្រាប់ជួសណូមួយផ្លេតបាទងាកមកក្រោយវិញក៏តែឃើញខ្ញុំមើលមួយផ្លេតស្មានតែសម្បុកកណ្ដុលបងប្អូនតតែពិនិត្យឲ្យច្បាស់បានដឹងថាมันមិនមែនសំដុលទេបាទគឺជាខ្មុំបងប្អូនខ្មុំនេះគឺធ្វើសម្បុកនៅលើដើមព្រីងឡើងស្ដុកតែម្ដងបងប្អូនប៉ុន្តែខ្មុំនេះគឺជាប្រភេទខ្មុំតូចទេបាទមិនមែនជាខ្មុំចង្អេធំទេបាទហើយវាធ្វើនេះគឺធ្វើទៅតឹងថ្ងៃទៅទៀតបាទគឺខ្មុំទៅតឹងថ្ងៃកាច់ណាបងប្អូនបាទខែនេះគឺជាខែ3បងប្អូនខែនេះមានភ្លៀងធ្លាក់បន្តិចហើយផ្កាក៏មានចាប់ដើមលូតលាស់ផងដែរអញ្ចឹងខ្មុំក៏ចាប់ដើមកាច់សម្បុកផងដែរបាទនេះគឺជាខ្មុំធម្មជាតិពិត100%បងប្អូនដោយសារតែយើងប្រទះឃើញនៅលើដើមឈើតាមផ្លូវទេបងប្អូនយើងចុះមកវាស្រែបន្តិចបាទហើយនេះគឺវាចាប់ផ្ដើមចាប់កាច់សម្បុកដំបូងបាទមិនទាន់ធំទេបាទ